ចាត់ទស្សនិកជនជាទីមេត្រីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជាវៀតណាមចោទនគរបាលអន្តោប្រវេសន៍ច្រកព្រំដែនខេត្តកំពតថាជាអ្នកដែលបណ្ដោយឲ្យប្រជាពលរដ្ឋវៀតណាមឡើងភ្នំបូកគោធ្វើពិធីសាសនាប្រជាពលរដ្ឋលើកឡើងថាការឡើងរៀបចំពិធីតាមបែបសាសនាស្ទើរគ្រប់ទីកន្លែងនិងគ្រប់ច្រកល្ហករបស់ពលរដ្ឋវៀតណាមក្រោមហេតុផលថាជាភ្ញៀវទេសចរចេះតែបន្តកើតឡើងនេះជាថ្នូរទៅនឹងការបង់ប្រាក់ក្រៅសេវាមួយចំនួនចាលោកមុំមនីរតរាយការណ៍អំពីរឿងនេះនេះគឺជាសកម្មភាពទូទៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនដែលស្ថិតនៅច្រកព្រែកចានៅក្នុងឃុំថ្កូវឃុំឫស្សីស្រុកខាងលិចដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាចនៃខេត្តកំពតហើយសកម្មភាពជារួមដែលប្រជាពលរដ្ឋមកដល់ពេលនេះដាក់មន្ទិលសង្ស័យនឹងចោទប្រកាន់អាជ្ញាធរជាពិសេសគឺថាបលិអន្តោប្រវេសន៍នឹងគឺផ្ដោតសំខាន់អំពីការពង្រឹងច្បាប់អន្តោប្រវេសន៍យើងសង្កេតឃើញថាមិនត្រឹមតែច្រកទ្វារអន្តរជាតិព្រែកចាទេហើយច្រកទ្វារដទៃទៀតដូចជាច្រកទ្វារតនហន់ជាដើមឃើញថាអាជ្ញាធរនឹងគឺថាមិនបានរឹតបន្តឹងទៅលើច្បាប់អន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យពលរដ្ឋវៀតណាមចេញចូលទាំងខ្សែតែម្ដងមកកាន់កម្ពុជាក្រោមរូបភាពបង់ថវិកាឬក៏លុយបន្តិចបន្តួចតាមរយៈអំពើពុករលួយជាដើមនេះគឺថាពួកគាត់អាចចូលចេញកម្ពុជាបានដោយសេរីតែផ្ទុយពីពលរដ្ឋកម្ពុជាគឺថាមានការចេញចូលទៅកាន់វៀតណាមមានបំពេញបែបបទនឹងឯកសារតឹងរឹងបំផុតប៉ុន្តែចំពោះវៀតណាមវិញឡើងមកស្រុកខ្មែររាល់ថ្ងៃខ្ញុំមើលដូចអត់មានតាក់មានតឹងអីទៅកន្លែងណាសោះដូចចំហបានបើអញ្ចឹងចំពោះខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ខ្ញុំព្រួយបារម្ភពីរឿងច្បាប់អន្តោប្រវេសន៍នៅក្បែរជាយដែនក្បែរឃុំរាល់ថ្ងៃគឺអញ្ចឹងដែរដូចថាវៀតណាមឡើងមកយូរទៅបានមកនៅអីចឹងក៏អាជ្ញាធរហ្នឹងអត់មានចាប់អារម្មណ៍ដូចថាបញ្ហាអីចំពោះទៅច្បាប់ឯណាបាទនេះគឺជាទស្សនវិជ្ជាទីតាំងវាលស្រែ500ហើយទីតាំងនេះហើយដែលជាចំណុចតាក់ទាញពលរដ្ឋវៀតណាមដែលចូលមកគោរពបូជាហៅថាសាសនារបស់ខ្លួនតាមបែបសាសនាវៀតណាមនឹងហើយមិនមែនត្រឹមតែវាលស្រែ500ទេដែលជាចំណុចចាប់ផ្ដើមនៃការគោរពសាសនារបស់វៀតណាមបានសេចក្តីថាទីតាំងដទៃទៀតដែលស្ថិតនៅបរិវេណភ្នំបូកគោមានដូចជាប្រវាំងកូនដូចជាម៉ុង5និងវាលស្រែ100ជាដើមក៏ជាចំណុចកន្លែងដែលពលរដ្ឋវៀតណាមតែងតែគោរពតាមបែបសាសនានេះផងដែរយ៉ាងណាក៏ដោយអ្នកបើកបរភ្ញៀវទេសចររបស់វៀតណាមម្នាក់និយាយថាពួកគេគឺថាមិនដឹងអំពីបំណងនៃការចេញចូលរបស់ពលរដ្ឋវៀតណាមទេក៏ប៉ុន្តែអ្នកបើកបររូបនេះអះអាងថាការដឹកជញ្ជូននឹងគឺថាធ្វើដំណើរគឺជារៀងរាល់ថ្ងៃចេញពីតំបន់ព្រែកចាកមកកាន់ភ្នំបូកគោហើយសម្រាប់តម្លៃដឹកភ្ញៀវទេសចរនឹងគឺក្នុងមួយឡាននឹងគឺតម្លៃចំនួន$80ពួកគាត់ជឿជាក់សាសនាខ្ញុំមិនដឹងតែគាត់មកហ្នឹងខ្ញុំក៏មិនដឹងដែរមិនតែមកតែគេប៉ាវឡានគេហៅយើងទៅណាយើងទៅហ្នឹងនេះប៉ុន្តែដឹងថាទីតាំងយូរនេះមានពិធីអញ្ចឹងប្រវត្តិអីមើលខ្ញុំបើកឡានបែរខ្ញុំជូនពលមកខ្ញុំមកហ្នឹងបាន3ដងមកបាទប៉ុន្តែខ្ញុំឡើងបូកគោច្រើនបើមួយខែអញ្ចឹងជួនកាលមានភ្ញៀវ3-4ក្រុមអញ្ចឹងប៉ុន្តែច្រើនពួកខ្មែរខាងខាងគេមកគេទេសចរពិសេសគេទេសចរតែដូចផ្នែកពួកគាត់អញ្ចឹងយូរអញ្ចឹងមានមួយក្រុមអញ្ចឹងមកដើម្បីគាត់ធ្វើពិធីបុណ្យrồi cái nữa bước đầu tiên họ dạy cho bà tánh dặn dân mua thuận dọ quà bằng chi được nấy là bà tánh dặn dân អ្នកដំណើរទេសចរមកពីទីក្រុងភ្នំពេញបានលើកឡើងថារដ្ឋាភិបាលហាក់ដូចជាអនុវត្តច្បាប់អន្តោប្រវេសន៍នឹងធូររលុងដែលបង្កឲ្យមានជនអន្តោប្រវេសន៍បន្តហូរចូលមកកម្ពុជាមិនឈប់ឈរអ្នកស្រីបង្ហាញការសោកស្ដាយដែលរដ្ឋាភិបាលនៅតែបណ្តែតបណ្ដោយអំពីច្បាប់អន្តោប្រវេសន៍ដូចនេះរបៀបមកលេងទេសចរដូចខ្មែរយើងមកលេងទេសចរទីសាមញ្ញធម្មតាដូចយើងទៅប្រទេសគេអញ្ចឹងណាតែគេនេះមិនមែនមកជាទេសចរទេមករបៀបបន់អំណាចកាន់ក្តាប់ជាខ្លួនឯងតែម្ដងហ្មងបើតាមរឹកពីសំដីគេនិយាយNam mô A Di Đà Phật, Nam mô A Di Đà Phật, Nam mô A Di Đà Phật. Xin Phật tổ Phật thầy giảng hộ chúng mình để đoàn chúng con về đây.
នៅក្នុងអំឡុងឆ្នាំ2015គណៈកម្មការរបស់រដ្ឋសភានិងគណៈកម្មការបង្កើតដោយរដ្ឋាភិបាលនិងមន្ទីរពាក់ព័ន្ធនៅក្នុងតំបន់ជាពិសេសគឺនៅខេត្តកំពតនឹងក៏បានបង្កើតក្រុមអធិការកិច្ចម្ដងរួចមកហើយដើម្បីត្រួតពិនិត្យរកទីតាំងភាពអវិជ្ជមានដែលវៀតណាមមកតែងតែគោរពបូជាហើយលទ្ធផលជារួមអំពីអធិការកិច្ចនៅគ្រានោះមន្ត្រីជំនាញចាត់ទុកថាពុំមានផលប៉ះពាល់ណាមួយសម្រាប់ការចេញចូលរបស់វៀតណាមមកលើភ្នំបូកូទេក៏ប៉ុន្តែបើទោះជាមានការបកស្រាយបែបនេះក៏ដោយចុះអង្គការដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្សមើលឃើញថាការដែលអនុញ្ញាតឲ្យវៀតណាមបន្តហូរចូលដោយអនុវត្តច្បាប់យ៉ាងធូររលុងបែបនេះវានឹងបង្កហានិភ័យទៅថ្ងៃខាងមុខលោកយុនផូលីអ្នកស្រាវជ្រាវអង្គការលីកាដូប្រចាំខេត្តកំពតចាត់ទុកថាការដែលលំហូររបស់វៀតណាមហូរចូលជាបន្តបន្ទាប់ក្នុងដំណាក់កាលចុងក្រោយនេះមើលឃើញថាវាជាបច្ច័យមួយដែលនាំឲ្យបញ្ហាកម្ពុជានៅថ្ងៃមុខនឹងវាមិនអាចទប់ស្កាត់បានម្យ៉ាងទៀតលោកចាត់ទុកថាបញ្ហាលំហូររបស់វៀតណាមឡើងមកភ្នំបូកូនេះគឺជាចំណុចខ្សោយមួយនៃការអនុវត្តច្បាប់ជាពិសេសគឺច្បាប់អន្តោប្រវេសន៍លោកអំពីវនីឲ្យរដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យឡើងវិញអំពីច្បាប់អន្តោប្រវេសន៍ហើយនឹងចាប់អនុវត្តទើបធានាអំពីលំហូររបស់វៀតណាមចេញចូលមកកម្ពុជាឲ្យមានក្របខ័ណ្ឌត្រឹមត្រូវតេតិនក្នុងករណីនេះយើងសង្កេតឃើញថាអាញាធរកម្ពុជាយើងតាមបណ្ដោយខ្សែបន្តព្រំដែននៃវៀតណាមកម្ពុជានៅតំបន់ខេត្តកំពតនេះហាក់បីដូចជាមានភាពធូររលុងអញ្ចឹងយើងកន្លងមកយើងឃើញថាពលរដ្ឋវៀតណាមនឹងតែងតែធ្វើការចេញចូលនៅក្នុងប្រទេសកម្ពុជាយើងហាក់បីដូចជាមានសេរីភាពខ្លាំងជាងពលរដ្ឋកម្ពុជាយើងតំណាងក្រុមហ៊ុនលោកសុកគង់បានអះអាងក្នុងពេលកន្លងទៅថាក្នុងពេលបច្ចុប្បន្ននេះខាងក្រុមហ៊ុនបានបង្កើតតំបន់ទេសចរប្រវត្តិសាស្ត្រមួយចំនួនក្នុងនោះគឺមានទីតាំងគោរពសក្ការៈបូជាផងយ៉ាងណាក៏ដោយគេឃើញថាថ្មីបើតំណាងក្រុមហ៊ុនអះអាងថាដើម្បីផ្ដល់ឱកាសឲ្យជនបរទេសគ្រប់រូបបានមកគោរពបូជាក៏ដោយតែគេសង្កេតឃើញថាមានតែភ្ញៀវបរទេសដែលជាជនជាតិវៀតណាមប្រមាណស្ទើរតែ 100% តែប៉ុណ្ណោះដែលតែងតែមកគោរពបូជាតាមសាសនារបស់ខ្លួនដោយឡែកក្រៅពីនេះមានភ្ញៀវមកពីអឺរ៉ុបនិងភ្ញៀវក្នុងតំបន់ជាពិសេសគឺភ្ញៀវក្នុងស្រុកគឺកម្រឃើញមកគោរពបូជាតាមបែបសាសនាណាស់ខ្ញុំមនីរតអាស៊ីសេរីរាយការណ៍ពីភ្នំបូកូខេត្តកំពត